ម្ចាស់ស្ត្រីពិតជាយល់ចិត្តទូបង្គំគ្រាន់តែប៉ុណ្្នឹងក៏ដឹងពីកំណត់របស់ទូបង្គំទៅហើយថែមទាំងទៅសារទូបង្គំទៀតទោះបីជាចង់លាក់លៀមបន្តិចក៏មិនកើតដែរហាត់ទាំងនេះឲ្យមន្ត្រីជាច្រើនថាលោកម្ចាស់ជាកញ្ចក់ម្ចាស់មើលតែពិតជាខំមែនទោះជារឿងល្បាច់យ៉ាងណាឲ្យទៅធ្លាក់ក្នុងដៃលោកម្ចាស់ខ្លាចតែជារឿងទៅតែហើយហងវាងត្រូវចេះការគូសលមិនក៏ប្រើសម្ដីបែបនេះទៅកាន់លោកម្ចាស់ទីទៅវិញលោកម្ចាស់ខ្ញុំគ្មានតែយ៉ាងនេះទេសូមកុំប្រកាន់ខ្ញុំអញអ្នកនាងដឹងតាហេតុអីបានជាម្ចាស់ស្ត្រីមានអារម្មណ៍ល្អយ៉ាងនេះនេះគឺមកពីម្ចាស់ស្ត្រីតែងតែហៅទូបង្គំចឹងដែរមិនអីទេម្ចាស់ទីពិតជាអស្ចារ្យដូចជាអតិរិទ្ធសិទ្ធសិនជឿដែលបាននិយាយអ្នកសង្គ្រាមមិនបាច់ប្រើកងទ័ពនេះជាវិធីដ៏ល្អទីយិនជាក្រាបទូលបើតាមលោកយល់តែយើងបកគលហឺលូឲ្យទៅរាជាជីលីដោយរបៀបណាទៅទើបអាចដោះស្រាយបញ្ហាបានទូលបង្គំគិតដូចហើយជាដំបងទៅទម្លាក់ការឲ្យចិត្តក្រៅពីម្ចាស់ស្ត្រីនិងអ្នកដែលមានមុខមាត់នៅទីនេះទាំងប៉ុន្មានដាច់ខាតកុំឲ្យអ្នកណាដឹងតទៅទៀតត្រឹមត្រូវទី2យើងបញ្ជូនហឺលូរួមដំណើរដល់សម្ងាត់នៅក្នុងកម្មវិធីរៀបអភិសេកព្រះនាងលោកមេតបវាងសៀវជាដឹកនាំសេនាចេញដំណើរទៅដល់ទុនវាងក្រុមនាំសារទៅដល់ទុនវាងរួចហើយយើងក៏យកហឺលូឃុំខ្លួននៅក្នុងដំណាក់ទ័ពដោយវិញ្ញាហើយក៏ឲ្យកងទ័ពជាអ្នកការពារដល់ពេលនោះយើងឲ្យដំណឹងទៅដល់ព្រះរាជាលីប្រគល់ទៅឲ្យហូលីទៅជីលីក្រោយពេលដែលរៀបអភិសេករួចយើងសហការជាមួយនឹងកងទ័ពរបស់សៀវជាពីខាងត្បូងនិងខាងជើងធ្វើការវាយលុកតែម្ដងប្រើវិធីនេះទៅចឹងថ្ងៃមុនទីយិនជាណៃនាំលីយិនហ្វាងចិនថៃជាអ្នកនាំសាររួមដំណើរជាមួយនឹងអភិសេករបស់ព្រះនាងទៅកាន់នគរទូលប្រហែលថ្ងៃនេះយើងគិតយ៉ាងច្បាស់លាស់នេះគឺជាវិធីល្អអនុញ្ញាតបានសូមអរព្រះគុណសូមព្រះរាជនីមានប្រជញ្ញយុយូរបានហើយថ្ងៃស្អែកចិនថៃទៅសុំច្បាប់ពីការងារជាអ្នកកាត់ក្តីនៅឡកយ៉ាងទៅចុះពេលនោះទីយិនជាអ្នកជំនួសបណ្ដោះអាសន្នទទួលរាជបញ្ជាយើងកំណត់ថារយៈពេល1ខែក្រោយគឺទៅជាថ្ងៃចម្រើនប្រជជនរបស់យើងអស់លោកកុំឲ្យមានការពន្យាពេលឲ្យសោះត្រូវរៀបចំក្រុមដំណើរទៅនគរលាវម្ចាស់ស្ត្រីតើបានជ្រើសរើសព្រះនាងណាទៅរៀបអភិសេកមុននេះយើងបានចេញសេចក្តីប្រកាសប្រទានអភិសេកឲ្យទៅមន្ត្រីរបស់ព្រះអង្គម្ចាស់ជីងរាជបុត្រណាក៏ដោយមិញសំណាក់ដូនតាបានផ្ញើសារមកមួយច្បាប់តែអ្វីដែលពួកគេនិយាយគ្មានអីខុសគ្នាទេភាគច្រើនគឺថាកូនភ្ជាប់ពាក្យតាំងពីមិនទាន់កើតបើមិនចឹងទេពុកម្ដាយឈឺច្រើនត្រូវការកូនថែរក្សានោះជាហេតុពេកហើយនោះបានន័យថាមិនទាន់ជ្រើសរើសមនុស្សសម្រាប់រៀបអភិសេកនៅឡើយយើងបញ្ជាឲ្យទៅសំណាក់រាជវង្សក្នុងរយៈពេល2ថ្ងៃត្រូវកំណត់ឲ្យបានព្រះអង្គម្ចាស់អ៊ូអ៊ីវទ័រសូមចូលគាល់គេមកធ្វើអីទូលបង្គំសូមលាទៅវិញទីយិនជាកំអានតាណាចាំស្ដាប់មើលគេនិយាយថាម៉េចខ្លះទទួលព្រះរាជបញ្ជាសូមថ្វាយបង្គំលាឲ្យគេចូលមកព្រះអង្គម្ចាស់អ៊ូអ៊ីវទ័រសូមចូលគាល់វាយបង្គំម្ចាស់ស្ត្រីលោកម្ចាស់ទីក៏ចេញមកដែរខ្ញុំគួរសូមចំពោះព្រះអង្គម្ចាស់មិនបាច់គួរសមទីនេះអ៊ីវទ័រមានការអីទូបង្គំលើថាម្ចាស់ស្ត្រីត្រូវការព្រះនាងមួយអង្គនៅក្នុងរាជវង្សប្រទានទៅឲ្យព្រះរាជាធុលឹកមែនទេយ៉ាងម៉េចព្រះអង្គម្ចាស់មិនបានទទួលសារប្រកាសរបស់យើងទេបបពុតម្ចាស់ស្ត្រីទូបង្គំនៅភ្នំបានសានឆ្នៃប្រឌិតថ្នាំស័ក្តិសិទ្ធិថ្ងៃនោះត្រឡប់ទៅផ្ទះវិញទើបបានដឹងដំណឹងនោះពិតមែនហើយទូបង្គំមានស្រីម្នាក់ឈ្មោះជាតិម៉ាមានចរិតរស់រាយហេតុនេះហើយសូមម្ចាស់ស្ត្រីព្រះរាជាអនុញ្ញាតឲ្យនាងរៀបអភិសេកនៅនគរធុលឹកទេអូព្រះអង្គម្ចាស់យកកូនស្រីមកថ្វាយហ៎ឲ្យកូនស្រីរៀបការទៅឆ្ងាយក្នុងនាមជាឪពុកម្ដាយប្រកាសជាមិនដាច់ចិត្តទេក៏ប៉ុន្តែទូបង្គំនឹកឃើញដល់ប្រគល់ដល់ដ៏ធំធេងរបស់ម្ចាស់ស្ត្រីនេះហើយគឺជាពេលដែលសម្រាប់បម្រើជាតិមិនអាចគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនបានទេហេតុនេះហើយទូបង្គំថ្វាយកូនស្រីទៅឲ្យរៀបអភិសេកនៅនគរធុលឹកដើម្បីឲ្យនគរទាំងពីរបញ្ចប់សង្គ្រាមព្រមទាំងរំលែកទុក្ខព្រួយដល់ម្ចាស់ស្ត្រីទៀតផងល្អអ៊ីវទ័រល្អណាស់ដែលលោកគិតដល់រាជការជួយរំលែកកិច្ចការរបស់យើងរាជាអនុញ្ញាតការស្នើសុំរបស់លោកហើយសូមអរព្រគុណដល់ការប្រទាននេះក្រាបទូលតែងតាំងកូនស្រីរបស់ព្រះអង្គម្ចាស់អ៊ូយៀនមាននាមជាព្រះនាងអ៊ីងយ៉ាងហើយប្រទានទាំងមាសប្រាក់ក្រណាត់សូត្រជាចំណងដៃសូមអរព្រគុណម្ចាស់ស្ត្រីក្រោកឡើងអ៊ីទ័រយើងមិននឹកស្មានសោះថាលោកជាមនុស្សឆ្លាតទីយិនជា
ប្រគុណម្ចាស់ស្ត្រីដែលសរសើរទូបង្គំ បានហើយទៅវិញចុះព្រះរាជបញ្ជានឹងទៅដល់ហើយ ក្រាបទូល ចំពោះរបស់អ៊ូអ៊ីទើពិតជាប្រកែកមែនគេប្រកាសជាដឹងថាយើងកំពុងតែស្រាវជ្រាវរឿងរបស់គេហេតុនេះហើយបានជាគេស្ម័គ្រចិត្តធ្វើយ៉ាងនេះ ម្ចាស់ស្ត្រីឆ្លៀសវៃ តាមពិតគេជួយយើងក៏ដូចជាជួយខ្លួនឯងដែរបើមិនអញ្ចឹងពេលដែលជាប់គុកហើយរឿងទោសលួចលក់អាវុធប្រកាសជាធ្វើឲ្យគេបាត់បង់ឋានៈនិងបុណ្យស័ក្តិមិនខាន ក្រាបទូល ទីយញ្ជា ទូល រឿងក្តីរបស់អ៊ូអ៊ីទើត្រឹមនឹងបានហើយកុំស្រាវជ្រាវតទៅទៀត អញ្ចឹងអ្នកដែលរួមគំនិតកាន់កាប់ឃ្លាំងអាវុធនៅហើស៊ីឈ្មោះចៅយ៉ងយ៉ង ទម្លាក់បុណ្យស័ក្តិជាអ្នកថែសត្វចិញ្ចឹមសត្វសេះ ក្រាបទូល អូត្រូវហើយការស្រាវជ្រាវក្នុងសំណាក់ការងារចម្លាក់មាសមានលទ្ធផលយ៉ាងណា ក្រាបទូលមេការនៅសំណាក់ខាងក្រៅនៃចម្លាក់មាសរត់ទៅចង់ជួយហើលូរត់ទៅស្រុកវិញគេបានសម្លាប់អ្នកបម្រើដឹកជញ្ជូនទាំង4នាក់នៅក្នុងសំណាក់ការងារព្រមទាំងលួចយកផ្លាកបញ្ជាដើម្បីបរទេសសេះ2គ្រឿងចេញពីកន្លែងក្រោយមកក៏បាយការក៏រត់ចោលដំណាក់ការងារមិនដឹងជារត់ទៅណា ចៅក្បត់នេះទីយញ្ជាធ្វើយ៉ាងណាចាប់ខ្លួនគេកាត់ទោសតាមច្បាប់ឲ្យបាន ក្រាបទូល ដំណើរព្រះអង្គម្ចាស់ អ្នកណា យើងគឺជាមេការសំណាក់ធំជឿនហុងអ្នកនាំសារកំពុងតែរងចាំនៅសំណាក់ធំព្រះអង្គម្ចាស់ឲ្យទូបង្គំមកសួរតើប្រនាងសំអាតប្រកាយហើយនៅ នៅទីទៅទូលព្រះអង្គម្ចាស់ជិះរត់ហើយ អាយ៉ានាងឆាប់ទៅទឿនប្រនាងឲ្យបានឆាប់ទៅណាបើសិនជាមានការយឺតយ៉ាវនោះច្បាស់ជាមានទោសប្រហារជីវិតជាមិនខានទេ ខ្ញុំដឹងហើយខ្ញុំទៅទៀតព្រះនាងឥឡូវនេះ ខ្ញុំទៅមុនហើយប្រយ័ត្នប្រយែងផងណា ចាំជាកំសាកមែនฉันហងចុះទៅហើយអ្នកក្លាហានដូចយើងជប់នេះចេញទៅបំពេញការងារការពារសច្ចធម៌នៅពេលដែលយើងធ្វើដំណើរចេញទៅគេប្រកាសជាសរសើរយើងថាណាយើងប្រាប់អីណាមានអ្នកខ្លាំងបាននិយាយថាយើងនេះលប់សតិទៀតផងយើងសប្បាយចិត្តមែនហើយអេฉันហងប្រាប់យើងមកមើលលប់សតិបានន័យថាម៉េចហើយលប់សតិបានន័យថាមនុស្សឈួតមិនមែនសរសើរទេមនុស្សឈួតបានន័យថាគេស្ដីឲ្យយើងហើយយើងការពារសច្ចធម៌ដល់ស្រាយបញ្ហាទេស្មារតីដល់ថាគេថាយើងបែបនេះសោះពេលនាងចាំបាច់ធ្វើអីទៀតទេតែមិនតាជួយខ្ញុំម្ចាស់ទៅខ្ញុំម្ចាស់ភ័យសង្ស័យហើយណាฉันហងចាំបាច់ដឹងហើយបើមានរឿងអីឆាប់និយាយប្រាប់យើងមកណាបាញ់មិញអ្នកនាំសារក្នុងរាជវាំងមកហើយព្រះអង្គម្ចាស់ឲ្យព្រះនាងទៅឲ្យឆាំលោកមានការមក3លើកហើយបាច់ដែរយើងមកហើយមែនណាបាញ់ចឹងនាងឆ្លើយថាម៉េចខ្ញុំចាំថាព្រះនាងកំពុងតែងូតតឹងហើយយើងខំទៅភ័យណានាំសារពីរាជវាំងមកឲ្យយើងទៅជួបធ្វើអីព្រះនាងកំសួរច្រើនពេកឆាប់ទៅផឹកឲ្យទៅ ជឿនហុងយ៉ាងម៉េចដឹងបើនាងរៀបចំឲ្យនៅ ទើបធ្វើអីហ្នឹងចាំមកផ្លេតទៅប្រាប់បៃតាថាឲ្យចាំមកផ្លេត ក្រាបទូលសុំតលោកមេការទើបតែឲ្យដំណឹងថាប្រនាងមិនទាន់ស្រួលប្រកាយសូមរំចាំមកផ្លែទេអូមិនអីទេថ្មនេះទៅហើយឲ្យលោករំចាំតទៅទៀតដូចជាមិនសមទេណាសូមលោកប្រកាសរាជបញ្ជាទុកឲ្យយើងជាអ្នកទូលទៅប្រនាងគឺវាបានហើយឡោះនេះជាការផ្សាណាព្រះអង្គម្ចាស់អ៊ូតទៅរាជបញ្ជាទូបង្គំអូសឺទើសូមទទួលព្រះរាជបញ្ជារាជបញ្ជារបស់មហាក្សត្រយ៉ាងនេះមានដូចតទៅព្រះអង្គម្ចាស់អ៊ូយទៅមានសម្ដានចិត្តល្អគិតដល់ជាតិគិតដល់ប្រជារាស្ត្រស្ម័គ្រចិត្តឲ្យបុត្រីមកថ្វាយដើម្បីរៀបអភិសេកនេះជារឿងគួរឲ្យត្រេកអរណាស់ហេតុនេះយើងតែងតាំងអ៊ូយានមានជាបុត្រីចិញ្ចឹមរបស់យើងមានឋានៈជាប្រនាងអ៊ីងយ៉ាងរយៈពេល1ខែក្រោយត្រូវចុះឈ្មោះនៅក្នុងបញ្ជីរាជវង្សព្រមទាំងប្រទានមាសសុខ50ដុំប្រាក់សុទ្ធ200ដុំត្បូងផ្សេង10តៅគ្រឿងមាសគ្រឿងប្រាក់ពីរទេសក្រណាត់រាប់រយកៃនេះជារាជបញ្ជាសូមអរប្រគុណប្រទានម្ចាស់ស្ត្រីទូបង្គំមិនភ្លេចព្រះគុណម្ចាស់ស្ត្រីសូមថ្វាយព្រះពរ ត្រឡប់ទៅវិញសូមព្រះអង្គម្ចាស់កុំភ្លេចរយៈពេល1ខែក្រោយគឺជាថ្ងៃបុណ្យបញ្ជូនរបស់ម្ចាស់ស្ត្រីដល់ពេលនោះយើងនឹងឲ្យគេមកទទួលព្រះនាងអ៊ីងយ៉ាងចូលរាជវាំងហើយតែងតាំងឋានៈនៅពេលនោះដែរសូមកុំភ្លេចឲ្យសោះយើងមិនភ្លេចទេអញ្ចឹងទូបង្គំសូមលាទៅវិញហើយសូមជូនដំណើរលោកអរគុណ
មេដាមេដា បុត្រីស្មាននេះហើយទឹកតែម្ដង ខ្ញុំម្ចាស់ក្រោយពីងូតទៅត្រូវសត់សត់រួចហើយត្រូវផ្លាស់កៅអៅទៀតអញ្ចឹងបានជាយូរនឹងណាអីគេទៅអស់ហើយចៃណាបេដា ជួបដំណើរអ្នកដំសាទៅវិញហើយ ហើយខ្ញុំម្ចាស់ភ័យចង់ស្លាប់ទៅហើយអីមេដាមិនបានជាគេចូលរបស់មកទៅរាជវាំងច្រើនម្ល៉េះអីខ្ញុំម្ចាស់មើលសិនមេដាខ្ញុំម្ចាស់បានដេកបានមួយណាប៉ុន្តែខ្ញុំម្ចាស់ខំតាំងមួយមេដាយ៉ាងម៉េចហ្នឹងមិនបានជាមេដាចាស់ទៅយំអញ្ចឹងហ៎ បុត្រីនេះសុទ្ធតែជាការប្រទានរបស់ម្ចាស់ស្ត្រីឲ្យទៅកូនណាកូនយកទាំងអស់ក៏បានដែរអត់បញ្ហាទេ មែនហើយ បុត្រី ហ៎ បុតមើលចុះ មេដានេះជារាជបញ្ជា បុតមើលចុះមិនអីទេ មេដាតើនេះបាននេះថ្មីទៅ ម្ចាស់ស្ត្រីចង់ឲ្យបុត្រីរៀបអភិសេកជាមួយព្រះរាជាធុលឹកហើយនេះហើយត្រូវជ្រើសរើសបុត្រីនៅក្នុងរាជវង្សដើម្បីប្រទានឲ្យទៅជាលីធ្វើជាមហេសីណា ថាម៉េចលើកខ្ញុំម្ចាស់ឲ្យទៅរៀបអភិសេកនៅធូលឹក បុត្រីអេម្ចាស់ស្ត្រីតែងតាំងបុតធ្វើជាបុតចិញ្ចឹមហើយថាពនាងអីយ៉ាងមួយខែក្រោយនឹងធ្វើបុតប្រជជនរបស់ម្ចាស់ស្ត្រីហើយក៏ប្រទានឋានៈភ្លាមនេះជាឋានៈដ៏ខ្ពង់ខ្ពស់ណាជាងនេះទៅទៀតគឺមានឋានៈខ្ពស់ជាងពនាងវិនឈីកាលពីមុនទៅទៀតណាបុតដឹងហើយនេះមិនដឹងឲ្យខ្ញុំម្ចាស់រៀបអភិសេកនៅធូលឹកអី មិនមែនដូចណាទេគឺម្ចាស់ស្ត្រីជ្រើសរើសបុត្រីណា ទេគឺបេដាលោកបတ်ត្រីរបស់បេដាខ្ញុំមិនចឹងមិននឹកស្មានថាបេដាធ្វើចឹងដាក់ខ្ញុំម្ចាស់សោះបេដាខ្ញុំម្ចាស់សុំบอกបេដាកុំឲ្យខ្ញុំម្ចាស់ទៅអីថ្ងៃក្រោយខ្ញុំម្ចាស់ឈប់ដំពើទៀតហើយបេដាឲ្យខ្ញុំម្ចាស់ធ្វើអីខ្ញុំម្ចាស់ស្ដាប់តាបេដាខ្ញុំម្ចាស់សុំบอกបេដា បុតនៅក្នុងផ្ទះមុននឹងក្រោយគុំទៅរៀបអភិសេកទៀតបុតរៀបអភិសេកជាមួយនឹងបុត្រាព្រះអង្គម្ចាស់ទាំងនោះវាមិនប្រសើរជាងព្រះរាជានៅធុលឹកទេនៅកោះធុលឹកគឺជានគរដ៏ធំធេងក្រាន់បើហើយមានទឹកដីដ៏ទូលំទូលាយខាងជើងទល់នឹងសមុទ្រតំបន់ស៊ីអ៊ីជាង10នគរក៏ចុះចាញ់គេដែរព្រះរាជាធុលឹកគឺជាស្ដេចនៃធុលឹកឋានៈរបស់គេគឺមិនអន់ជាងព្រះរាជានៅភូមិភាគកណ្ដាលទេបុតរៀបអភិសេកជាមួយនឹងព្រះរាជាជាលីនោះគឺបានន័យថាជាម្ចាស់ស្ត្រីទៅហើយណា បេដាខ្ញុំម្ចាស់មិនចង់ធ្វើជាម្ចាស់ស្ត្រីទេខ្ញុំម្ចាស់ចង់នៅជាមួយបេដាសូមបេដាទៅប្រាប់ម្ចាស់ស្ត្រីទៅថាខ្ញុំម្ចាស់មិនចង់ទៅទេខ្ញុំម្ចាស់ចង់ទៅទេខ្ញុំម្ចាស់សុំបង ដេបដាំមែនបុតស្មារតីនេះជាការលេងសើចឯនេះជាប្រៀបបញ្ជាមិនមែនស្រេចទៅលើយើងទេហើយក៏មិនអាចស្រេចទៅលើបុត្រីដែរណាចាប់ពីថ្ងៃនេះទេបុតមិនអាចទៅណាបានទេត្រូវតែសម្ងំនៅក្នុងផ្ទះរងចាំរាជបញ្ជាតែងតាំងមកដល់ ព្រះអង្គម្ចាស់បុត្រីគួរអាណិតណាស់សូមព្រះអង្គរកវិធីដោះស្រាយទៅ ស្មានតែយើងចង់ឲ្យបុត្រីរៀបអភិសេកនៅធុលឹកឯងស្មានតែយើងចង់ឲ្យកូនស្រីរបស់យើងទៅតំបន់វាខ្សាច់នោះមែនទេគឺមកពីទីយានជាបង្ខំយើងទេណា ទីយន្តជាតើរឿងនេះមានអីតាក់ទងជាមួយទីយន្តជាទៅ យើងជាមួយនឹងចាស់ជំនួយជប់រួយនោះលោកឲ្យគេម្ចាស់ស្ត្រីបញ្ជាទីយន្តជាឲ្យស្រាវជ្រាវរឿងនេះទើបតែប្រហែលថ្ងៃសោះគេបញ្ឈប់ផងក៏ហប់ផងទីបំផុតរឿងនេះក៏ត្រូវតែបែកកើតដែរណាតែបើសិនជាស្រាវជ្រាវតទៅទៀតមិនត្រឹមតែរឿងលុកព្រួញទេរឿងផ្សេងក៏ប្រហែលជាបែកកើតទៅទៀតដែរបើយើងមិនយកបុត្រីទៅថ្វាយទីនោះ
ដល់ពេលនោះប្រកាសជាស្លាប់យ៉ាងវេទនាហើយក៏គ្មានកន្លែងបញ្ចុះសពដែរទីយប់ជីយើងលះបង់នោះមិនត្រឹមតែបុត្រីតែប៉ុណ្ណោះទេតែអ្វីដែលឯងលះបង់នោះចាំមួយចុះ ព្រះនាងព្រះនាងជន់ហងស្មោះបានទៅហើយយាមទី4ហើយព្រះនាងឆាប់ទុំទៅ Dù gì Dừng sao Trong mình Trong mặt lênខ្ញុំកំពុងតែបារម្ភនឹងម្នាក់ឯងដែលបានធ្វើលោកម៉ាំខ្ញុំបានធ្វើចន្ទិចហើយអូ Bạch chà Lâm chân Tôi vào Lâm chân Cứ dù gì viên chạy cả nàng xanh chân គឺលោកទីមិនចែកតំណែងលោកបងកុំយកគាត់អី Bà này Dương cầm phung tập với bà rồng Nguyên là năm nó cầm đào dương À là một trong phi lòi Giúp mà nên mấy con toán tự định Một tên mình mới tại dương mình đã tết đấy mình lụt Lúc rồi Ông bà mới trong được dương ta bị phía xa Nên dễ ông bị rướng để cạn lãng không để dạy bị bộ mặt thành đi Chết tục thở mềm lắng mềm chọc Bố bánh tự đói ác cầm bằng Ồ lúc như thế mà Khi tất cả được play lên thiểu Hỏi bầm chân chọc lúc bị chết thủ lực Chứ mốt hờ lùn Có nói bị chọc lúc chết thủ lực Còn bán được đến một smile Tay nấu sầm nát trong nặng miệng Rừng ráng chạy tay từ một con tông toàn Cứ chỉ rừng được bao thủ lực bằng khuôn Hai nơi hờ lú từ túi toàn nặng cầm Tại rừng từng bản đoán bàn trong trầm lực Mình khởi từ một bàn toàn tìm Lúc rồi Tá lúc rồi này Mình cá ngự cho ngót đại tiền Sầm nô niệm bất kỳ trong gòn nào Nguyên đường pì Mỗi lúc mình tâm trả nào Tì muội Hai ấy ban chỉ thu được bản luôn Tì pì Hai ấy ban chỉ hư lưu toan từ túi toan từ cẳng Lúc rồi Bạn ấy nè thăm mình Dạ mình lúc vô hai à Càng hơ án này gì Thu lực cứ đốt chính pi sầm nã càng nghe chầm nặng Nơi pê đại điệp khử Ta hai ấy ban chỉ kỳ rồi Rồi hốt đào thay định Miên đằng nã khi ta xa chế pi tầm nã càng nghiền Hay có miên đằng nã đánh đau bị bánh hai đợt tí xe trên tờ càng đại Cổng thả loi thuyền lước chỉ mì cả Xong bấy tờ nẹt cực lông thùng Đôi chỉ hơ án nâng còn mà đăng tham miên ấy cả làng đại Ta hai ấy Ban chỉ thiền lận Đăng pì lượng nịt Cái tay sáng bạc kia thì đánh Mình trong tay phần nâng Bày sàn Dốc thi lỡ tờ lẹn luôn Rư mũi có dòng lắp bật bật mọt Nú bọn này thở Chiếc sai để dạy tì mùi Còn đách bắt ta hỏi Nè Phụ dân cười chồng Dây kia Bỏ Dương này dưới pi trong đây tì pin Hai đấy ban chỉ hư lù Trong tờ tôi toan tờ cặm Lúc rồi Nước là hãy cho mình đẹp nút rừng rụt nè Bạn đang hỏi nơi mình ấy cô sòng sạch tiền Không biết ấy cô sòng sạch tiền Ấy lời dương công thản hơi lũ chứ mà nô đừng lúc dạng nào Ấy lời dương này dưới bị bay sàn buồn Hơi lũ ba cái chạp ruột Ban đây tháp bay sàn nâng tờ tại bãi cảng Hai này hỏi ban chỉ nhấp nhấp ai kháng chỉ kia đó cứ bay sàn Bỏ sân cá bị dục mình nè rồi hốt đo bật mình nè Dương lưu sâu một cây đi ca cho cô nam mà nè đeo đốt cho tờ sọng chân nè mà nè nuộng Bọc có chỉ bay sàn Bỏ sân chỉ rương chân ạ Dương vô thả đương ní chỉ rương thò mà đảo Vì bước bay sàn tờ kỳ rồi Có bọn tải nè tao ọc như khinh tiệm Rồi hôm đọc niệm bay sang nơi tờ lẹ bụng lẹ ngoặt Hai con tay bằng hai con thi lưỡi chành mỏ Đàm bấy thua ao dương nứng Miên ca bằng bình đẳng Rồi ai bay sang con ai bớt bà con cứ khuyên bánh ham tệnh Kỳ thua giàn na tờ đằng thả Hờ lũ nên dây prapi bà bọt ở bọc kỳ Hai thua giàn na kỳ hiên áng thả Hờ lũ ai tờ tôi toàn tờ căng bạch nịp bản Ta đừng niệm Cua cho ngò tím
គឺជាការត្រឹមត្រូវណាស់ យើងមើលតាមអត្តចរិតរបស់បិសាចក៏អាចយល់ដឹងដល់ហឺលូមនុស្សយើងឲ្យតែមានសេចក្តីសង្ឃឹមនៅក្នុងខ្លួនគឺទើបអាចទទួលការជួយចាប់ដែរមនុស្សធម្មតាទទួលមិនបានដឹងថាខ្លួនឯងនឹងជាមិនផុតពីត្រូវស្លាប់តើខ្លួនឯងនឹងចាំបាច់ទៅលាក់ឲ្យអ្នកដទៃធ្វើអីទៀត លោកគ្រូចង់និយាយថាបិសាចប្រហែលជាមានតាក់ទងជាមួយនឹងហឺលូក្រោយពេលដែលចាប់ខ្លួនហើយផ្ដាំឲ្យហឺលូអត់ធ្ងន់កុំឲ្យនិយាយអីមែនទេ រឿងនេះគឺអញ្ចឹងមែន តាំងពីចាប់ខ្លួនហឺអូរហូតដល់បកគលសេនាប្រចាំវាំងគ្មានអ្នកណានៅខាងក្រៅដឹងពីប្រវត្តិពិតរបស់គេទេឬមួយក៏ក្នុងចំណោមសេនារាជវាំងមានអ្នកយកការរបស់គេដែរ ចំពោះមុខយើងមិនហ៊ានស្មានតែការវែកញែកនេះប្រហែលជាអញ្ចឹងមែនព្រោះតែហេតុនេះខ្សែរយៈទី 2 ក៏ទៅបាត់បិសាចប្រើការទំនាក់ទំនងរបស់ខ្លួននៅក្នុងរាជការដូចជាច្រកចេញចុះជាដើមរយៈពេលប្រមាណម៉ោងនេះគេបានផ្ដាច់ការតាក់ទងមិនឲ្យយើងនឹងតាមរកគេឃើញហេតុនេះហើយបានជាចិនថៃនឹងយល់ថារឿងក្តីនេះមានឡើងមានចុះ លោកគ្រូចង់និយាយថាមានជួបតាក់ទងជាមួយអ្នកផ្សេងមែនទេ ពិតមែនលោកស្មានថានេះគឺជារឿងតាក់ទងតែបិសាចម្នាក់ឯងតែម្នាក់ឯងអាចធ្វើអីកើតហេតុតែបិសាចធ្វើការបានរហ័សពីព្រោះគេប្រើមនុស្សច្រើនមិនមែនប្រើមនុស្សម្នាក់ទេយ៉ាងតិចក៏2នាក់ដែររឿងបែបនេះក៏ឡងមកក្នុងកញ្ចក់ប្រទេសដែរកាលពីប្រហែលឆ្នាំមុនចុងយូខឹកជាអូប៉េរ៉ាជាមួយនឹងលោកមេតបវ៉ាងវិនទូខ្ញុំនិយាយលាក់បាំងអីសុទ្ធតែបានទទួលការសោកប៉ាន់យ៉ាងច្រើនពីរាជវង្សធូលុកជួយធ្វើការឲ្យពួកគេដឹងដល់លោកលាក់ កាលពីប្រហែលឆ្នាំមុនលោកបេតបស៊ូក៏បាត់លោកបេតបវ៉ាងសៀជីបែបនេះដែរ មិនខុសទៀតហេតុនេះហើយចិនថៃគេយល់ថារឿងនេះហួសពីការស្មានទៅទៀត ពិតមែនហើយមិនត្រឹមតែខ្ញុំទេលោកគ្រូសូម្បីតែជាប៉ាក៏យល់ដូចជាខ្ញុំអញ្ចឹងដែរ លោកចាស់ពួកយើងត្រូវដកដៃស្រាវជ្រាវតទៅទៀតទេ យល់ផងចាត់ការមនុស្សបែបនេះត្រូវតែអត់ធន់បន្តិចសត្វកញ្ជឹងជាមិនផុតត្រូវការលេខកន្ទុយទៀតអូមុននេះនាំគ្នាទៅមើលរបស់មួយនេះណែមើលចុះ លោកចាស់តើបាននេះថាម៉េច លោកមើលក្នុងនេះខ្វះអីខ្លះ លោកចាស់គឺជាកងទ័ពជីសេះពិសេស អ្វីទៅជាកងទ័ពជីសេះ កាលនោះហឺលូចូលតាមច្រកចូលចិត្តយានគេបានដងកងទ័ពជីសេះសម្ងាត់ពិសេសអាចសម្រាប់លោកបានរួចហើយបន្សល់តែឆ្អឹងប៉ុន្តែក្រោយមកលក់យ៉ាងក៏ត្រូវចាប់ខ្លួនតាំងពីនោះមកកងទ័ពនេះមិនដែលបង្ហាញខ្លួនទៀតទេ មែនហើយ សៀជានិយាយថាច្រកចូលទៅចិនយាននោះមានកងទ័ពម្នាក់ផុតពីស្លាប់គេបានឃើញច្បាស់កងទ័ពពិសេសសម្ងាត់ចំនួន50នាក់ធ្វើដំណើរចូលមកក្នុងរាជធានីប៉ុន្តែក្រោយពីហឺលូនិងអ៊ូលូជឺអ្នកផ្សេងនោះស្រាប់តែបាត់ដំណឹងពួកគេមិនដឹងជានៅឯណាយើងគិតថាពួកគេឃ្លាតមិនឆ្ងាយពីម្ចាស់របស់ពួកគេប្រកាសជានៅជុំវិញលក់យ៉ាងអូមានរឿងមួយទៀតអ្នកទាំងអស់មាននឹកឃើញទេនឹងតើហេតុអីបានជាហឺលូនាំកងទ័ពពិសេសរបស់គេមកទីនេះ ការពារសុខភាពរបស់គេមែនទេ មិនមែនទេហឺលូដែលមានបំណងចូលមកតាមលក់យ៉ាងដែលស្ងៀមស្ងាត់មិនឲ្យគេដឹងព្រោះចង់ឲ្យមនុស្សដឹងកាន់តែតិចកាន់តែល្អកាន់តែគ្មាននរណាចាប់អារម្មណ៍ ពិតជាត្រឹមត្រូវណាស់ លោកគ្រូហេតុអីបានជាយ៉ាងនេះទៅវិញ យល់ទៅតាមការពិសោធន៍ដែលខ្ញុំស្រាវជ្រាវកន្លងមកពួកគេប្រកាសជាចង់ធ្វើសកម្មភាពអ្វីមួយនៅរាជធានីបើយ៉ាងទៀតរឿងនេះមានតាក់ទងជាមួយនឹងបិសាច ក៏ប៉ុន្តែមនុស្ស50នាក់ឲ្យធ្វើអីកើត ពីបាននិយាយណាស់ពីបាននិយាយមែនថ្ងៃនេះយើងបានឃើញរឿងចម្លែកមួយទៀត អូរឿងច្បាច់អី អូអ៊ីវទ័រ អូអីទៅយ៉ាងម៉េចដែរ គេសូមម្ចាស់ស្ត្រីមានព្រះរាជអនុញ្ញាតឲ្យកូនស្រីទៅរៀបអភិសេក មានរឿងចឹងផងហ៎ អូអ៊ីវទ័រគឺជាមនុស្សកលិចកលុចគ្មានបំណងល្អហើយឥឡូវនេះគេស្រាប់តែមានសន្តានចិត្តចង់ជួយដល់រាជការវាជារឿងមួយគួរឲ្យចម្លែកមែនគួរឲ្យចម្លែកណាស់ ព្រះម្ចាស់អូអីទៅជាមួយនឹងចាយយងលួចយកព្រួយទៅឲ្យអ្នកដទៃទីបំផុតបានលោកម្ចាស់រកកាប់ឃើញគេប្រកាសជាខ្លាចរឿងនេះបែកការបានជាសុខចិត្តបកគលកូនស្រីគេមក អ្វីដែលលោកនិយាយមិនខុសពីម្ចាស់ស្ត្រីមានសវណ្ណនេះប៉ុន្តែលោកមានបានគ្រប់ទីព្រះរាជបញ្ជាជ្រើសរើសព្រះនាងបានចេញផ្សាយទៅតាមមនុស្សដែលមានតាក់ទងនឹងរាជវង្សជាង10ថ្ងៃទៅហើយបើសិនជាគេចង់បង្ហាញស្នាដៃគេគួរតែប្រាប់យូរហើយហេតុអីបានជារហូតដល់ថ្ងៃនេះទើបគេចេញមុខនិយាយកាលពីយប់មិញពួកយើងចាប់ខ្លួនហឺលូយប់នេះអ៊ូយូទ័រស្រាប់តែសុកចិត្តយកកូនស្រីទៅរៀបអភិសេកថ្មីត្បិតថារឿងទាំងពីរនេះមានតាក់ទងនឹងគ្នាមែនប៉ុន្តែអាចកំបាំងខាងក្នុងពិតជាគួរឲ្យសង្ស័យ ហេអូអីសើនឹងបៃសានជាមួយតែមួយ ហើយឥឡូវពិបាកនិយាយណាស់ចាប់ពីថ្ងៃនេះទៅពួកយើងត្រូវតែបើកភ្នែកឲ្យធំពីនិតមើលសកម្មភាពជុំវិញរឿងទាំងនេះយើងគិតថាពួកយើងដល់ពេលសម្រេចកិច្ចការហើយ
លោកម្ចាស់បិសាចមកដល់ហើយ អូចាំជិះគេចូលមកអូព្រះទីយាយ៉ាងវិញទៅហើយ ធ្លាក់ក្នុងកណ្ដាប់ដៃទីយានជាតិទៅហើយ អូពិតជាទីយានជាមែនអូវីវហើយ ទីយានជាតិពិតជារហ័សណាស់គេធ្វើសកម្មភាពលឿនហួសពីការស្មានរបស់យើងទៅទៀតយើងរកវិធីទប់ទល់ស្ទើរតែមិនទាន់យើងយល់ថាពួកយើងចាត់ការក៏លឿនណាស់ដែរប៉ុន្តែមិនស្មានថាលើកយើងមួយជំហានសោះ យើងទៅជួបព្រះរាជទីយាសិន ជប់សិនរាជទីយាននៅក្នុងកណ្ដាប់ដៃសេនាប្រចាំរាជវាំងទៅហើយម្យ៉ាងទៀតគឺនៅក្នុងគុកធំមានសេនាប្រចាំវាំងរាប់ពាន់នាក់មើលការខុសត្រូវស្មានថាលោក2 3នាក់អាចដោះលែងគេបានទេនេះប្រៀបដូចជាយកពងមាន់ជុលថ្មអញ្ចឹងលើកទឹកចិត្តចុះយើងបានឲ្យគេទៅស៊ើបសួររួចហើយព្រះរាជទានក្រោយពីចាប់ខ្លួនមកមិនទាន់មាត់កអីទាំងអស់ចំពោះមុខគ្រាន់តែទទួលទរណកម្មឈឺចាប់ខ្លួនប្រាណប៉ុណ្ណោះគឺគ្មានអីជាធំដុំទេឲ្យតែព្រះរាជទានមិនមាត់កពួកគេមិនអាចសម្លាប់ទេ អូពិតមែនទេ នេះជាការពិតណាស់ឯខ្ញុំបានពិភាក្សាគ្នាជាមួយសាណានរួចហើយផែនការនៅតែអនុវត្តដដែល តើព្រះរាជទីយាគិតយ៉ាងម៉េច លោកនៅតែមិនយល់ឲ្យតែផែនការរបស់យើងបានជោគជ័យចាត់ការទីយានជានិងរាជទានជីលីឲ្យបាននោះប្រកាសជាជួយទាំងព្រះរាជទានបានដែរតើលោកយល់ទេលោកកុំភ្លេចឲ្យសោះចាប់ពីថ្ងៃនេះទៅបើសិនជាទីយានជានឹងនោះប្រកាសជាវិវត្តធំហើយស្បៀងនឹងទឹករបស់យើងអាចឲ្យគេយកជូនតាមកំណត់ពេលទឹកអស់ប៉ុន្តែលោកត្រូវតែរក្សាការសម្ងាត់នេះខ្ញុំនឹងទៅពិភាក្សាជាមួយណានសាន បាទខ្ញុំយល់ហើយ ខ្ញុំនឹងនិយាយពីផែនការរបស់យើងទាំងអស់លោកតែព្យាបាលរបួសនៅទីនោះចុះ លោកម្ចាស់ជួយរកយុទ្ធធម៌ផងលោកម្ចាស់ អ្នកទាំងអស់គ្នាគិតហើយកាលពីប្រហែលថ្ងៃមុនខ្ញុំបាននិយាយហើយតើកងសន្តិសុខទៅចែកឈើនៅសុខទាំងមូលជាងប្រាក់មកនៅទីអ្នកទាំងអស់គ្នាមកធ្វើអីទៀតមកធ្វើអីនៅទីនេះ លោកម្ចាស់រយៈពេល2ខែទៅហើយព្រោះមិនឃើញមនុស្សស្លាប់ឃើញសពយ៉ាងនេះអ្នកទាំងអស់គ្នាត្រូវទៅដោះស្រាយមិនហើយមនុស្សបាត់ខ្លួនលោកម្ចាស់មិនដោះស្រាយតើឲ្យពួកយើងដោះស្រាយយ៉ាងម៉េចទៅនេះជាសាលាស្រុករបៀបណាទៅលោកម្ចាស់ប្តីខ្ញុំចាក់ចេញពីផ្ទះគ្រាប់ខែទៅហើយក្នុងផ្ទះមានចាស់មានក្មេងគ្មានអីហូបទេ អូយ មែនហើយលោកម្ចាស់មែនហើយ បងប្អូនទាំងអស់គ្នាគ្រួសារអ្នកទាំងអស់គ្នាបានទទួលប្រាក់ពីតកែមេជាងទៅហើយក៏ដឹងដែរថាប្តីអ្នកទាំងអស់គ្នាទៅធ្វើការនៅខាងក្រៅគ្រាន់តែមកយឺតយ៉ាវតែពី3ថ្ងៃតែម្ដងទេអ្នកទាំងអស់គ្នាចង់ប្តឹងពីរឿងអីទៅ ប្រហែលថ្ងៃអីកាលនោះលោកម្ចាស់និយាយថាតែ3ថ្ងៃត្រឡប់មកវិញហើយឥឡូវ2ខែទៅហើយមិនក៏ថាពី3ថ្ងៃទៅវិញ និយាយតែវិញចង់យ៉ាងម៉េច ទទួលពីបណ្ដឹងតាមរកប្តីពួកខ្ញុំឲ្យឃើញបើណាមិនទៅតាមរកឃើញណា តែខ្ញុំបាននិយាយហើយតើមេជាងមិននៅក្នុងស្រុកទេណាឲ្យសាលាស្រុកនេះទៅរកឯណាវិញ ប្តីយើងនៅក្នុងស្រុកឡកយ៉ាងចាច់បោកគេទៅហើយសាលាស្រុកមានរឿងអីមិនជួយដោះស្រាយនោះឯណាអញ្ចឹងហ៎ ពួកនេះនិយាយតែផ្ដាស់ មានរឿងអី ស្រត់ថ្វាយបង្គំលោកម្ចាស់ទីលោកម្ចាស់ចិនលោកមិនតបលី ក្រោបឡើងតើមានរឿងអីកើតឡើង ជំរាបលោកម្ចាស់ការពិតគឺចេះទេពួកអ្នកទាំងអស់នេះសុទ្ធតែជាគ្រួសារជាងមាននៅក្នុងស្រុកឡកយ៉ាងយើងនេះកាលពីខែមុនជាងមានទាំងអស់នេះត្រូវគេយកទៅធ្វើការនៅខាងក្រៅស្រុករហូតមកដល់ពេលនេះមិនទាន់ឃើញត្រឡប់មកវិញតាំងពីប្រហែលថ្ងៃមុនសាលាស្រុកបានចាប់ផ្ដើមទទួលពាក្យបណ្ដឹងពីគ្រួសារជាងមានទាំងអស់នោះជាបន្តបន្ទាប់ពួកយើងក៏បានចេញបញ្ជាឲ្យកងសន្តិសុខស្រាវជ្រាវហើយនឹងឆែកឆេរនៅហាងធំធំលោកគ្រឿងមានលោកគ្រឿងប្រាក់តែគ្មានហាងមួយណាជួយអ្នកទាំងអស់នេះទេម្ល៉េះហើយខ្ញុំក៏បានសរសេរលិខិតឆ្លើយតបទៅគ្រួសារលោកមានទាំងអស់នេះតែមិននឹកស្មានថាថ្ងៃនេះពួកគេមកជុំគ្នាធ្វើពាក្យបណ្ដឹងនៅទីនេះតែម្ដង គឺចឹងទេ លោកម្ចាស់រឿងនេះខ្ញុំក៏ដឹងដែរ ជាងមានបាត់ខ្លួនមានចំនួនប្រមាណ 23នាក់ 23នាក់ បាទលោកម្ចាស់ អ្នកដែលជួយជាងមាន23នាក់នោះគឺជាម្ចាស់តែមួយមែនទេ មិនមែនទេ មិនមែនទេនោះបានន័យថាជាងមានម្នាក់គឺជាម្ចាស់អ្នកជួយខុសគ្នាហើយក៏បាត់ខ្លួនមែនទេ បាទលោកម្ចាស់ ពិតជាគួរឲ្យឆ្ងល់លោកទទួលពីបណ្ដឹងស្រីៗទាំងនេះអ្នកណាប្រសពក្នុងការនិយាយហាមកសួរចម្លើយ បាទលោកម្ចាស់បងប្រុសបងស្រីដើម្បីទាំងអស់គ្នាមកដល់នេះជាសំណាងល្អហើយឲ្យលិខិតមកខ្ញុំទាំងអស់គ្នាមកហ្នឹងហើយអាចឆាប់ដែរឲ្យមក យ៉ាងម៉េចព្រមទទួលពីបណ្ដឹងឲ្យមែនទេ អ្នកទាំងអស់គ្នាបានជួបទីបដាការក្តីទីយើងជាមកដល់ហើយណាឲ្យពាក្យបណ្ដឹងមកខ្ញុំមក ទីជំជាពេលហើយលោកម្ចាស់ទីគាត់រកស៊ីទៅហ្នឹងបានជាគាត់ប្រកាយយ៉ាងនេះ ណែកុំនិយាយព្រាបផ្ដាស់ណាមិនមែនរកស៊ីទេគឺជាអ្នកកាត់ក្តីហើយក៏មិនមែនជាអ្នកលក់ដូរដែរគាត់ជាអ្នកត្រួតត្រាការងារលោកចៅវាយស្រុកណាស្ដាប់បានដែរទេ អូធំជាងចៅវាយស្រុកទៀតអីថ្នាក់គាត់ធំជាងលោកចៅវាយស្រុកទៅទៀតមែនទេ សូម្បីតែម្ចាស់ស្ត្រីក៏ស្ដាប់គាត់ដែរ អូយសុំបីតែម្ចាស់ស្ត្រីក៏មិនដែរយ៉ាងនេះសំខាន់មែនហើយម្ដងនេះយើងជួបលោកម្ចាស់កាត់ក្តីដោយយុត្តិធម៌ហើយមែនហើយ អូអ្នកទាំងអស់គ្នារងអ្នកដែលប្រកែកក្នុងការនិយាយស្ដីណាចូលទៅខាងក្នុងដើម្បីសួរចម្លើយ
ណែនាងទៅ មិនកើតទេបងប្រកែកនិយាយជាងពួកយើងទៅជួយជំនួសពួកយើងទៅ មែនដែរបងទៅចុះ បានចឹងទៅណាតោះខ្ញុំទៅយើងទៅឲ្យពួកគាត់ទៅល្អជាងពួកគាត់ប្រកែកនិយាយជាងណាតោះដល់គ្នាទៅហើយទៅយើងទៅ ជាងនេះ23នាក់ត្រូវម្ចាស់ខុសគ្នាជួយទៅធ្វើការទីបំផុតមួយណាក៏ដូចគ្នាហើយក៏បាត់ដំណឹងតែម្ដងនេះជារឿងគួរឲ្យចម្លែកណាស់រឿងមួយនេះក៏ជារឿងចៃដន្យ លោកម្ចាស់ប្រហែលថ្ងៃនេះពួកយើងមានការតាក់ទងមាននឹងប្រាក់ទៅហើយម្សិលមិញពួកយើងឆែកឆេរដំណាក់កាលមានចម្លាក់មាសនោះក៏ស្រាប់តែបាត់ខ្លួនជាមាស អ្វីដែលលោកនិយាយនេះពិតជាមានន័យ លោកម្ចាស់លោកមានន័យថាអ្វីដែលខ្ញុំនិយាយមានន័យ មែនហើយ លោកម្ចាស់គ្រួសារជាមានមកដល់ហើយ ឲ្យគេចូលមក បានលោកម្ចាស់លោកម្ចាស់ម្នាក់នេះជាប្រពន្ធជាមាសដែលបាត់ខ្លួនឈ្មោះលីជុងឥឡូវចង់ជួបលោកម្ចាស់ ថ្វាយបង្គំលោកម្ចាស់ ក្រោបឡើងមកកុំខ្លាចអីយើងមានសំណួរខ្លះត្រូវការសួរនាង ចា ប្តីរបស់នាងជាជាងមានឈ្មោះលីយ៉ុង មែនហើយ បើមិននៅមុខសាលាស្រុកស្រីៗទាំងចាស់ទាំងវ័យកណ្ដាលសុទ្ធតែជាគ្រួសារជាងមាសមែនទេ ចា មុននាងអ្នកទាំងអស់គ្នាស្គាល់គ្នាទេ មានមួយចំនួនគឺជាគ្រួសារមិត្តភក្តិប្តីខ្ញុំឈ្មោះលីយ៉ុងតែភាគច្រើនមិនដែលស្គាល់គ្នាទេ ហេតុអីបានជាអ្នកទាំងអស់គ្នាមកជួបជុំគ្នាមកប្តឹងផ្ដោះយ៉ាងនេះ ពីដំបូងគឺមករៀងខ្លួនពេលដែលមកសាលាស្រុកញើកពេកនោះក៏បានស្គាល់គ្នាទៅក្រោយមកទើបដឹងថាពួកគាត់ជាគ្រួសារជាងមាសដែរប្តីពួកគាត់ក៏បាត់ខ្លួនដោយប្តីខ្ញុំដែរការបណ្ដឹងលើកទី1សាលាស្រុកក៏បានទទួលពាក្យបណ្ដឹងហើយក៏ឲ្យគេដើររកគ្រប់ទីកន្លែងប៉ុន្តែសម័យមួយក៏មិនឃើញដែរហើយនេះពួកខ្ញុំក៏ធ្វើពាក្យបណ្ដឹងលើកទី2តែគេមិនទទួលពួកខ្ញុំមិនអស់ចិត្តក៏មកជុំគ្នាធ្វើពាក្យបណ្ដឹងសារជាថ្មីទៀត គឺអញ្ចឹងទៀតឥឡូវនាងសូមនាងរៀបរាប់ពីប្តីនាងលីយ៉ុងដែលបាត់ខ្លួននោះប្រាប់ខ្ញុំឲ្យបានច្បាស់លាស់ទៅមើល ចានោះ2ខែមុនថ្ងៃទី3កើតខែ9ក្នុងពេលយប់ជ្រៅ ហើយជាង1ខែទៅហើយគ្មានការងារអីធ្វើតតែសោះជាងមាសដូចយើងពឹងទៅលើការងារដោះស្រាយជីវភាពប៉ុន្តែ1ខែទល់1ខែគ្មានការងារធ្វើអញ្ចឹងការរស់នៅរបស់យើងថ្ងៃក្រោយច្បាស់ជាវេទនាធំហើយ បងជាជាងមេបកែនៅស្រុកឡោះចាបើសិនជាបងអត់មានការធ្វើអ្នកផ្សេងក៏ដូចបងដែរក៏ប៉ុន្តែបងក៏បារម្ភអីណាគង់តែមានទេ កាលពីថ្ងៃមុនបងរៀបចំប្រអប់ប្រាក់ឃើញដល់សល់មួយចំណិតនេះយកទៅថឹងទៅទម្ងន់ជាង 2G ពេលទំនេរបងនឹងធ្វើចិញ្ចៀនប្រាក់ឲ្យតែអូនណា យើងជាប្តីប្រពន្ធយូរឆ្នាំហើយចាំបាច់ធ្វើអញ្ចឹងធ្វើអីបងទុកសម្រាប់ប្រាក់ក្នុងគ្រួសារយើងបានហើយ ពាក់នឹងដៃអូនបងមានការនឹងនៅក្នុងចិត្តម្យ៉ាងទៀតយកមកវាយជាចិញ្ចៀនគឺប្រាក់ដូចតែគ្នានឹងគ្មានបញ្ហាទេ ចាស្រេចតែចិត្តបងចុះ យប់ស្មារតីឲ្យណាមកចា បងទៅមើល មានការអី លោកជាមេការជាងមាសលីជុងមែនទេ បាទតើលោកជានរណា បើអញ្ចឹងចូលក្នុងចាំនិយាយគ្នា លោកមករកខ្ញុំទាំងយប់តើមានទីកាយ បើកមើលខ្លួនឯងទៅ អេណែតើលោកឲ្យខ្ញុំធ្វើកិច្ចការអីបានជាចំណាយប្រាក់ធំយ៉ាងនេះសម្រាប់ខ្ញុំ ឲ្យតម្លៃខ្ពស់ទៅលោកប្រកាសជាមានមូលហេតុដែរមិនបាច់សួរច្រើនទេគ្រាន់តែប្រាប់តាព្រមឬក៏អត់ទៅបានហើយ បាទខ្ញុំនិយាយប្រាប់ ម្ល៉េះហើយប្តីខ្ញុំក៏តាមអ្នកដែលមានពុកវត្តធំហើយចាក់ចេញពីគ្រួសារតាំងពីពេលនោះមកបាត់ដំណឹងឈឹងរហូតមកដល់ពេលនេះជាង2ខែទៅហើយព្រោះក៏មិនឃើញមនុស្សស្លាប់ក៏មិនឃើញសាកសព គ្រួសារជាងមាសដែលនៅខាងក្រៅក៏មានស្ថានភាពដូចគ្នាមែនទេ មែនហើយ អមមកមិញនាងនិយាយថាស្បង់ប្រាក់របស់តកែពុកមាត់ធំនោះគឺជួលទៅកដៃមែនទេ អូពិតមែនហើយ សូមនាងសម្ដែងបន្តិចទៅមើលពេលដែលគេយកប្រាក់ដាក់ទៅលើតុគឺយ៉ាងណា ស្បង់ប្រាក់គេព្យួរនៅកដៃរួចហើយទម្លាក់ដៃទម្លាក់ទាំងស្បង់ប្រាក់នៅលើតុ លោកបានន័យថាពីដើមដល់ចប់ស្លំដៃមកខាងរបស់ពុកមាត់ធំនោះមិនដែលកាច់ចោលកាច់ដែរមែនទេ គ្មានទេអេលោកម្ចាស់និយាយចឹងខ្ញុំនឹកឃើញហើយដៃរបស់ម្នាក់នឹងដូចជាមានបញ្ហាអូមែនហើយក្នុងដៃគាត់ដូចជាមានស្នាក់ស្នាម ពុកមាត់ធំគេមានរូបរាងយ៉ាងណា រៀងទីកម្ពស់មិនបាន5ហត្ថឆ្អឹងធំភ្នែកជ្រៅណាស់រូបរាងដូចជនជាតិដទៃ លោកមាត់ធំនោះបាននិយាយអីទេឲ្យប្តីនាងទៅធ្វើការនៅឯណា អត់ទេ លោកគ្រូរឿងនេះពិបាកស្រាវជ្រាវគ្មានក្បាលគ្មានកន្ទុយរយៈពេលរាប់ខែទៅហើយ ចិនថៃយើងហ្វាំ
ពួកយើង3នាក់ចែកផ្លូវគ្នាទៅសួរគ្រួសារជាងមាសទីពិសេសត្រូវតែសួរទៅកែជាងមាសនោះឲ្យបានអត់បន្តិចស្ដាប់បានទេ ស្ដាប់បានហើយ ចម្លើយរួចហើយយើងមកពិភាក្សាគ្នាទៀត យើងฟังចិត្តទៅ ខ្ញុំចឹង មានតំណែងយ៉ាងម៉េចទៅហើយ ឲ្យលោកចឹងនិយាយមិនចឹង ខ្ញុំបានសួរជាងមាន8គ្រួសារពួកគេសុទ្ធតែ2ខែមុនត្រូវនៅថ្ងៃ8កើតខែ9ក្នុងពេលតែមួយយប់ត្រូវគេជួលទៅធ្វើការដោយចំណាយប្រាក់ទៅលើពួកគេម្នាក់10ដំណឹងតាមការរៀបរាប់រូបរាងនិងសម្លៀកបំពាក់របស់អ្នកជួលមានការខុសគ្នាមានខ្លះនិយាយថាមានពុកមាត់នៅក្រោមចង្កាខ្លះទៀតថាគ្មានពុកមាត់ខ្លះទៀតនិយាយថាពុកមាត់តូចចំពោះអ្នកជួលខ្លះនិយាយថាពាក់អាវកក់មូលមានខ្លះទៀតថាស្លៀកពាក់ជនជាតិដទៃហើយមានរឿងមួយគឺប្រហែលជាណែ រឿងអី រូបរាងរបស់អ្នកជួលម្នាក់បាននិយាយថាគេមានកម្ពស់មិនលើសពីនេះ5ហត្ថទេ មានអីទៀត រឿងផ្សេងទៀតគ្មានទេ ចុះដៃវិញ ខ្ញុំវិតភ្លេចទៅហើយនៅមានរឿងដៃទៀតខ្ញុំបានសួរយ៉ាងច្បាស់ពីបញ្ហាដៃរបស់អ្នកជួលក៏ប៉ុន្តែពួកគេចាំមិនច្បាស់ទេ យើងฟังចុះចំណែកលោកវិញ ខ្ញុំបានសួរគ្រួសារជាងមាន8នាក់សុទ្ធតែនៅយប់ថ្ងៃ3កើតខែ9មានគេមកជួលដោយឲ្យតម្លៃ10ដំណឹងក្នុងម្នាក់អ្វីដែលពួកគេរៀបរាប់មិនខុសពីលោកចឹងបាននិយាយទេរៀងទៀតប៉ុន្តែខ្លះនិយាយថាពុកមាត់ខ្លីខ្លះទៀតថាពុកមាត់វែងពេលដែលខ្ញុំសួរពីបញ្ហាដៃក្នុង8នាក់មាន5នាក់ចាំមិនច្បាស់លាស់ក៏ប៉ុន្តែមាន3នាក់នោះបានចាប់អារម្មណ៍ខ្លះៗដែរពួកគេបាននិយាយថាដៃរបស់អ្នកដែលជួលនោះពិតជាមានព្យួរប្រាក់នៅនឹងកដៃរបស់គេមែន ចំពោះយើងសួរចម្លើយលទ្ធផលមិនខុសពីអ្នកទាំងពីរទេចំពោះមុខមានរឿងមួយយើងអាចសន្និដ្ឋាន ជាងទាំង23នាក់ដែលបានខ្លួននោះគឺម្ចាស់តែមួយទេដែលជួលទៅនោះ ពិតមែនទេខ្ញុំក៏យល់ដូចគេដែរ ល្អណាស់ពិតជាល្អមែនឆ្លងកាត់សួរចម្លើយយើងនឹងដឹងសាច់រឿងនេះហើយគឺជាវិធីសាស្ត្រជ្រាវក្តីអ្វីដែលពួកលោកនិយាយនេះពិតជាត្រឹមត្រូវអ្នកដែលជួលមានតែម្នាក់នោះគឺមិនខុសពីគ្រួសារជាងមាសទី1គេបាននិយាយថាស្បោងប្រាក់ជួលនៅលើកដៃមានវែងកណ្ដាលពុកមាត់វែងក៏ដោយពុកមាត់ខ្លីក៏ដោយមិនគិតថាស្លៀកពាក់ខោអាវយ៉ាងណារឿងទាំងនេះអាចឆ្លងកាត់ការតុបតែងផ្លាស់ប្ដូរបានតែរឿងពិតមួយគឺมันអាចលាក់បាំងនោះទេនោះគឺម្នាក់នេះជាមនុស្សប្រុសរូបរាងមិនលើសពី5ហត្ថម្យ៉ាងទៀតដៃឆ្វេងជាលក្ខណៈពិការ ពីកាយ តើនៅចាំទេអ្នកទី1បាននិយាយឲ្យថាអ្នកដែលជួលស្បង់ប្រាក់នោះគេព្យួរនៅលើកដៃរួចហើយក៏ទម្លាក់ដៃចុះស្បង់ប្រាក់ដាក់លើតុពីដើមដល់ចប់ម្រាមដៃរបស់គេនេះគឺมันបានកម្រើកហើយព្រមទាំងឲ្យលីយ៉ុងនឹងស្រាយស្បង់ប្រាក់នេះដោយខ្លួនឯងនិយាយដូចនេះក៏មិនខុសពីគ្រួសារជាងផ្សេងៗបាននិយាយដែរពួកលោកគិតទៅមើលបើសិនជាមនុស្សធម្មតាគេធ្វើដូចនេះទេ ពិតមែនហើយត្រូវហើយមនុស្សធម្មតាស្បង់ប្រាក់ដាក់នៅចង្កេះឬមួយក៏ដាក់ក្នុងដៃអាវពេលដែលគេយកប្រាក់គឺលុបដៃទៅយកស្បង់ប្រាក់ចេញរួចហើយស្រ័យថង់ប្រាក់យកប្រាក់ចេញមកតែម្ដង បើចាំទៀតរៀបដៃរបស់ម្នាក់នោះពីដើមដល់ចប់មិនចេះកំណែនោះគឺបាននៅធម្មតាទេលោកគ្រូនិយាយមិនខុសទេដៃរបស់គេប្រកាសជាពិការ លើគិតមើលម្ចាស់ជួលទៅដល់គ្រួសារជាងមានម្នាក់បង្ហាញមុខមាត់ខុសៗគ្នានោះក៏ព្រោះតែហេតុអី គឺដើម្បីបន្លំភ្នែកកុំឲ្យអ្នកស្រាវជ្រាវដឹងពីការពិត ត្រឹមត្រូវគោលបំណងដែលគេចង់តែងខ្លួនយ៉ាងនេះក៏ព្រោះតែគេចង់ឲ្យគ្រួសារជាងមានចំណាំមុខពិតរបស់គេមិនបានប៉ុន្តែហេតុអីបានជាគេធ្វើយ៉ាងនេះ ណែ នេះគឺ ពីព្រោះគេគ្មានបំណងចង់ឲ្យជាងមានទាំងនេះរស់ត្រឡប់មកវិញ ថាម៉េចលោកបានន័យថាគេមានបំណងចង់សម្រាប់ជាងនេះទាំងនោះហើយ បើមិនចឹងហេតុអីបានជាគេតុបតែងខ្លួនឯងដូរពុកមាត់ដូរសម្លៀកបំពាក់ដើម្បីលាក់បាំងមុខមាត់ពិតរបស់ខ្លួនឯង ត្រឹមត្រូវណា ម្យ៉ាងទៀតគ្រួសាររងគ្រោះទី1រៀបរាប់រូបរាងអ្នកជួលមានពាក្យខ្លះគួរឲ្យយើងចាប់អារម្មណ៍បំផុតអ្នកដែលពុកមាត់ធំនោះមានរូបរាងយ៉ាងណា ម្នាក់នឹងទៀតណាកំពុងមិនលើសពី5ឆ្អឹងធំលេចជ្រៅរូបរាងដូចជាជនជាតិដទៃ អ្វីដែលនាងនិយាយនោះពួកលោកនៅចាំទេ នៅចាំប៉ុន្តែនេះអាចបញ្ជាក់ពីរឿងអី យិនហ្វាមរសៀលថ្ងៃនេះ
លោកនិយាយមួយម៉ាត់ធ្វើឲ្យយើងនឹងគិតបានវិញឆ្ងាយ អូខ្ញុំនិយាយទៀតណា ពេលនោះពេលដែលលោកនិយាយប្រហែលជាអចេតនាក៏ប៉ុន្តែវាបែរជាចុចចំចំណុចសំខាន់ដែលមានតាក់ទងនឹងរឿងក្តីទាំងនេះ លោកម្ចាស់ប៉ុន្មានថ្ងៃនេះយើងតាក់ទងជាមួយមាសប្រាក់ទៅហើយកាលពីម្សិលមិញទើបតែពិនិត្យសំណាក់ការងារចម្លាក់មាសថ្ងៃនេះស្រាប់តែជួបជាមាសបាត់ខ្លួនទៀត អ្វីដែលលោកនិយាយនេះគឺមានន័យណាស់ អូលោកម្ចាស់លោកមានន័យថាអ្វីដែលខ្ញុំនិយាយនោះគឺមានន័យ យល់ហ្វាំតើលោកនៅចាំទៀត ខ្ញុំចាំក៏ប៉ុន្តែខ្ញុំនៅតែមិនយល់តើខ្ញុំនិយាយរឿងនេះបានន័យថាម៉េច លោកគិតទៅវិញពេលដែលឆែកឆេរសំណាក់ការងារចម្លាក់មាសទីលើកដែលជាមន្ត្រីគ្រប់គ្រងសំណាក់ការងារគេបាននិយាយថាមិនខ្លះទីលើកជាជនជាតិប៉ែ ទីទីលើកជាជនជាតិទូលើក លោកម្ចាស់សាទីលើកមានរូបរាងកម្ពស់ណាស់ទៅ មិនលើពី5ហាត់ទី រូបរាងធំណាស់មែនទេ អត់ទេគេស្គមណាស់ នោះបានន័យថាគេមានរូបរាងទាបហើយស្គម ពិតមែនទេ កាលពីប្រហែលឆ្នាំមុនក្នុងពេលរំលាយមាសមានការប្រហែសបានដល់ដៃឆ្វេងរបស់គាត់ប៉ះនឹងមាសដែលហូរចេញមកទើបធ្វើឲ្យដៃរបួសហើយដូច្នេះហើយទើបគាត់ទៅធ្វើការនៅដំណាក់ខាងក្រោយ នោះបានន័យថាគេជាអ្នកពិការម្នាក់យ៉ាងម៉េចនឹកឃើញហើយនៅ លោកចាស់នោះបានន័យថាអ្នកដែលជួលជាងមាសដែលដៃពិការនោះគឺជាធានដែរ ថាម៉េចគឺម្នាក់ហ្នឹងឯង អ្នកទាំងអស់គ្នាគិតទៅមើលអ្នកបងទី1រៀបរាប់ថាអ្នកដែលជួលនោះផ្នែកឆ្អឹងឆ្អឹងធំដូចជាជនជាតិអ្នកដទៃចៃដន្យធីលើកគឺជាជនជាតិធូលើកដែលជួលជាងមាសកម្ពស់ប្រហែលជាលើសពី5ហាត់រៀងទៀតហើយចំណែករៀងរបស់ធីលើកក៏មិនលើសពី5ហាត់ដែរអ្នកជួលនឹងដៃពិការហើយចំណែកធីលើកនឹងក៏ពិការដែររឿងករណីទាំងពីរគឺមានតាក់ទងនឹងសម្ភារៈមាសប្រាក់ខ្ញុំដូចជាមិនយល់ទេនេះពួកលោកគិតទៅមើលនៅក្នុងលោកនេះតើមានរឿងអីក៏ចែកដនច្រើនម្ល៉េះ លោកចាស់បើប្រៀបធៀបអញ្ចឹងនោះគឺពិតជាសមហេតុសមផលមែន រឿងនេះគឺជាការស្មានមិនទាន់មានផុសតាំងពិតប្រាកដតែបើសិនជាស្មាននេះជារឿងពិតអញ្ចឹងផុសតាំងនឹងការបាត់ខ្លួនរបស់ជាងមាសព្រមទាំងករណីព្រះទីយិតធូលហ៊ូលចូលទៅក្នុងរាជធានីពិសេសគឺលួចរទេះដឹកជញ្ជូនរបស់ដំណាក់ការពារចម្លាក់មានការតាក់ទងគ្នាពេលនេះខ្ញុំមានអារម្មណ៍មិនល្អមួយរឿងនេះធ្វើឲ្យយើងនឹកឃើញកាលពីយូរឆ្នាំមុននៅអ៊ូជើកាត់ឡើងយើងនៅចាំថានោះសុទ្ធតែជារឿងកប៉ិកកំប៉ុកដែលមិនចាប់អារម្មណ៍ជាពិសេសគឺទំនាស់ជាមួយនឹងប្រជារាស្ត្រទីបំផុតក៏ខ្លាចទៅជារឿងដល់គម្រាមដល់ព្រះរាជទាយិតនេះគឺជារឿងដ៏ធំមួយចំណែកពួកយើងក៏ស្ទើរតែស្លាប់នៅក្នុងរឿងក្តីនេះ នឹកចាំខ្ញុំពិតជាចាំកាលនោះលោកគ្រូក៏បាននិយាយដែរនេះប្រៀបដូចជារុនខ្មៅមួយដែលគ្មានបាត់ធ្វើឲ្យមនុស្សគ្រប់គ្នាធ្លាក់ចូលទៅក្នុងរុននោះដោយស្លាប់មិនដឹងខ្លួន មែនហើយជួនពេលខ្លះយើងភ្ញាក់ខ្លួនដោយសារតែការយល់សប្តិម្យ៉ាងទៀតហើយបើតែយើងមិនទាន់ដឹងអ្នកដែលជួបប្រមូលផ្ដុំជាងមាសជាច្រើនយ៉ាងនេះក៏ព្រោះតែធ្វើអីខ្លះប៉ុន្តែយើងមានរឿងមួយយើងអាចយល់បាននោះគឺជាស្ថានភាពរបស់ជាងមាសពិតជាមិនស្រួលហើយហេតុនេះពួកយើងត្រូវតែចាត់ការឲ្យបានឆាប់ លោកគ្រូនៅចំពោះមុខមិនទាន់មានសញ្ញាត្រង់ណាស់ទេហើយក៏មិនដឹងថាគួរតាមនៅឯណាដែរទីលឹកពីនេះបាត់ខ្លួនទៀតតើពួកយើងចាត់ការយ៉ាងម៉េចទេ ជាដំបូងគឺយើងសន្និដ្ឋានជាងមាសទាំងឡាយនៅក្នុងឡកយ៉ាងឬក៏យ៉ាងណា លោកគ្រូកងសន្តិសុខនៅឡយ៉ាងបានឆែកឆេរហាងលក់គ្រឿងសម្ភារៈមាសប្រាក់ទាំងអស់ទាំងតូចទាំងធំតែគ្មានអ្នកណាបានជួបជាងមាសទាំងអស់នោះទេ ទោះយ៉ាងណាក៏ដោយជាងមាសទាំងនេះប្រហែលជាត្រូវមន្ត្រីជាន់ខ្ពស់មនុស្សរាជវង្សឬមួយកម្ពុជាឈ្មោះអ្នកមានធ្វើការងារតាមផ្ទះនោះរបស់ពួកគេទីដឹង លោកគ្រូតើស្រាវជ្រាវយ៉ាងម៉េចទេគ្មានផតតាំងធ្វើយ៉ាងម៉េចទៅឆែកឆេរផ្ទះគេបាន នេះជាការពិតហើយប៉ុន្តែលោកគិតទៅមើលត្រូវការជាង23នាក់ទៅសម្រេចកិច្ចការមួយតើនោះគឺជាការងារតូចតាចទេ នោះគឺបានន័យថាកិច្ចការដែលគេធ្វើគឺជារឿងធំដុំណាស់ ពួកលោកត្រូវតែគិតទៀតតើពួកគេត្រូវការអីខ្លះ បើសិនជាធ្វើគ្រឿងមាសប្រាក់គឺជាមិនផុតពីត្រូវការមាសប្រាក់ចំនួនច្រើន និយាយត្រូវហាងមានតម្លៃខ្ពស់ហើយធ្ងន់ទៀតផងងាយនាំពីឆ្ងាយមកដល់ទីនេះបានណាខ្វះសុវត្ថិភាពណាចំណាយពេលយូរហេតុនេះហើយបើសិនជាជាងមាសទាំងឡាយធ្វើការនៅក្នុងស្រុកឡកយ៉ាងនោះប្រកាសជាទិញរបស់នៅក្នុងស្រុកនេះមិនខាន ពិតមែនហើយមែនហើយ ចិនថៃថ្ងៃស្អែកលោកដឹកនាំកូនចៅដោយផ្ទាល់ទៅស្រាវជ្រាវពិនិត្យហាងមាសហាងប្រាក់ព្រមទាំងឃ្លាំងប្រាក់មួយចំនួនយើងចង់ដឹងថាតើមានមនុស្សរាជវង្សឬមួយមហាគ្រួសារណាទិញមាសនិងប្រាក់ក្នុងចំនួនច្រើន បាទ ហើយកុំភ្លេចពួកគេត្រូវការអីទៀត គឺខ្ញុំការច្នៃប្រឌិតមាសប្រាក់ត្រូវការជាមិនផុតពីខ្ញុំដាក់ចូលឡដើម្បីរំលាយទៅទីទឹកមាសទឹកប្រាក់ទេហើយដូច្នេះហើយគឺត្រូវការចំនួនច្រើនណាស់ មែនហើយលោកគ្រូរឿងនេះខ្ញុំយល់ហើយ ថ្ងៃស្អែកខ្ញុំបានថែមកម្លាំងមួយក្រុមដើម្បីឆែកឆេរកន្លែងលោកខ្ជុងនិងលោកអុសតើអ្នកណាលោកខ្ជុងលោកអុសចំនួនច្រើនជាងគេ អូនិយាយមួយម៉ាត់នេះគឺជាការល្អណាស់ យិនហ្វាង
ថ្ងៃស្អែកពួកយើងនឹងទៅជួបលោកម្ចាស់សាមដងទៀតហើយសួរឲ្យច្បាស់ពីបញ្ហាស្ថានភាពរបស់ធីលឺ បាទ เฮ้ยเจ็บเลยขาเช็ด lại chậm lại chậm โอ้ยเจ็บเจ็บเจ็บไปยอมเลยเจ็บเจ็บไม่ยอมเจ็บเจ็บแต่จับเจ็บว่าจับเจ็บไปผ่านเลยหัวเนี่ยเจ็บเลยเจ็บเลยเจ็บเลยโชว์โชว์เอาละจับ ตามមួយរយៈពេល2ខែនេះតើមានសំណាក់ព្រះអង្គម្ចាស់ណាក្នុងលក់យ៉ាងទិញខ្ជុំនឹងអស់ចំនួនច្រើនដែរទេ ជំរាបលោកម្ចាស់ឥឡូវនេះចុះរដូវរំហើយសំណាក់មួយទិញខ្ជូងច្រើនណាស់ ជាទូទៅសំណាក់ព្រះអង្គម្ចាស់រាល់ខែត្រូវការខ្ជុំនឹងអស់ចំនួនប៉ុន្មានដែរ ប្រហែល800នាល បើអញ្ចឹងមានសំណាក់ណាដែលប្រើខ្ជុំលើសពី800នាលក្នុងមួយខែដែរទេ មានតែសំណាក់ចម្លាក់មាសប៉ុណ្ណោះ សំណាក់ការងារចម្លាក់មាសមួយខែប្រើប៉ុន្មាន ចំនួនច្រើនណាស់ក្នុងពេល2ខែសំណាក់ការងារទាំងសានប្រើធ្យូងសម្បីតែពួកយើងក៏ផ្ដល់មិនគ្រប់គ្រាន់ផង សំណាក់ការងារច្នៃមាសប្រើខ្ជុំច្រើនយ៉ាងហ្នឹងឯងយើងចង់និយាយពីសំណាក់ស្នាក់នៅរបស់អ្នកផ្សេងៗនឹងលក់ចឹង អ្នកដែលប្រើលើសពី800នាលដូចជាគ្មានទេ ពិតមែនទេ បាទ ចំណែកជុំមិនដាក់តនកម្មកើតមែនយើងចង់សួរលោកទៅតែឆ្លើយការពិតហេតុអីក៏កលេចកលុចនៅយើងមិនដឹងអីចំជិះផ្ដោះមែន អូលោកម្ចាស់ការពិតខ្ញុំបាទមិនហ៊ានកុហកលោកម្ចាស់ទេ ឥឡូវលោកពិនិត្យមើលខ្លួនឯងទៅលោកសរសេរចាំមិនខ្លះ លោកម្ចាស់ខ្ជូងនេះគឺយកទៅសំណាក់ការងារច្នៃមាសកាលពី2ខែមុនពាក់កណ្ដាលយកទៅក្នុងការងារពាក់កណ្ដាលទៀតនោះគឺសម្រាប់សំណាក់លោកម្ចាស់សានហឺអានដែលគាត់ត្រារតេសេសគឺគាត់ដឹកយកខ្លួនឯង តើរយៈពេលប្រហែលខែនេះតកូសាមកដឹកជញ្ជូនខ្ជុំប្រមាណដង យកទៅសំណាក់ការងារប្រមាណដងរតេសេសរបស់លោកសាក៏មកដឹកជញ្ជូនប្រមាណលើកនឹងដែរក្នុងបញ្ជីបានគាត់ត្រាច្បាស់លាស់ណាស់ នោះគឺបានន័យថាពេលដែលដឹកខ្ជុំម្ដងយកទៅសំណាក់ការងារពាក់កណ្ដាលនិងសំណាក់លោកម្ចាស់សាពាក់កណ្ដាល ពិតមែនហើយ ឥឡូវនេះយកបញ្ជីជញ្ជូនខ្ជុំទៅសំណាក់ការងារចេញមកទាំងអស់យើងត្រូវការពិនិត្យឲ្យបានច្បាស់ បាទ នោះបានន័យថារយៈពេលប្រហែលខែនេះក្នុងស្រុកលក់យ៉ាងគ្មានអ្នកណាទិញមាសទិញប្រាក់ចំនួនច្រើនមែនទេ បាទលោកម្ចាស់ខ្ញុំបានឲ្យគេឆែកទាំងឃ្លាំងមាសទាំងឃ្លាំងប្រាក់ស្ទើរតែគ្រប់ទីកន្លែងហើយគ្មានហាងមួយណាដែលលក់ចេញលើពី100ដំឡឹងទេ អរគុណលោកហើយលោកទៅវិញចុះ បាទ មើលទៅជាងមាសទាំងប្រមាណត្រូវនាំចាក់ចេញពីលក់យ៉ាងទៅហើយ ខ្ញុំក៏យល់ចិត្តដែររយៈពេល2ខែមិនមែនខ្លីទេបើសិនជាមាសទាំងឡាយនៅក្នុងរាជធានីនោះប្រកាសជាត្រូវបង្ហាញខ្លួន បន្តិចទៀតចិនថៃគេនឹងត្រឡប់មកវិញ លោកគ្រូ នេះយើងតតអីផងគេត្រឡប់មកវិញមែន លោកគ្រូ ចិនថៃលោកមិនត្រូវប្រចាំការទៅត្រឡប់ទៅវិញនៅក្នុងឃ្លាំងប្រាក់ហាងមាសផ្សេងៗនោះមិនមានអីចម្លែកទេតែលោកទៅសាយជ្រឿននៅត្បូងនោះទៅយ៉ាងម៉េចទៅហើយ លោកគ្រូមានដំណឹងខ្លះ អូយ៉ាងម៉េចដែរ រយៈពេល2ខែនេះគ្រូសាសាកហានដឹកជញ្ជូនខ្ជុំពីហាងលោកខ្ជុំច្រើនកន្លែងសរុបទៅចំនួន60000នាល 60000នាល ពិតមែនទេលោកគ្រូពិនិត្យមើលទេ សាអឺហានគឺជាជើងអាចឆ្នៃប្រឌិតមាសបើសិនជានៅក្នុងផ្ទះគេដែលសាត្បូងមួយចំនួនគឺជារឿងធម្មតាប៉ុន្តែ60000នាលដូចជាច្រើនពេក លោកតកែលោកខ្ជុំនិយាយថាគ្រូសារបស់ព្រះអង្គម្ចាស់ក្នុងមួយខែសម្រាប់ដុតកម្ដៅខ្លួនយ៉ាងច្រើន800នាទី ចិនថៃធ្វើយ៉ាងណាទៅសាលាស្រុកនៅជំនាញលក់យ៉ាងនឹងស៊ើបសួរឲ្យច្បាស់ពីកងទ័ពប្រចាំស្រុកនៅខាងត្បូងតើមានអ្នកណាឃើញជាងនេះចេញពីស្រុកដែរទេ បាទខ្ញុំទៅចាត់ការ យើងហ្វាំពួកយើងទៅផ្ទះសាអឺហានមើលប្រយ័ត្នទម្លាក់ចោល អ
ទីនេះពិតជាស្ងាត់ណាស់ បាទ លោកម្ចាស់ទីក៏មកដល់ហើយ សូមចាំមកលេង យិនហ្វាទីនេះពិតជាស្ងាត់ល្អ លោកម្ចាស់ជាជាងខាងនោះគឺសម្រាប់ការពារឆ្នៃប្រឌិតមាស អូពិតមែន អេលោកម្ចាស់ទីជាមកដល់ពិតជាកិត្តិយសរបស់គ្រួសារខ្ញុំមែន អូលោកម្ចាស់សាមិនបាច់គូសំទីខ្ញុំមកដល់មិនបានជួយលោកសូមលោកអធិស្ឋានផង កុំនិយាយចឹងអីសួស្ដីលោកមេតបធំ សួស្ដីលោកម្ចាស់ អូផ្ទះលោកម្ចាស់សាជាមួយនឹងសំណាក់ការងារនៅក្បែរគ្នាយ៉ាងនេះវាស្រួលទៅធ្វើការណាស់ តែមិនមែនជាការងារទេត្រូវតែវាងផ្លូវបត់ហើយនឹងផ្លូវកាត់រួចហើយឆ្លងស្ពានទើបអាចចូលទៅសំណាក់ខាងមុខហេតុនេះហើយមានការលំបាកបន្តិចណា ហើយលោកម្ចាស់សូមជើញចូលទៅអង្គុយលេង អរគុណ សូមជើញ ចេះ ជើញជើញជើញគួយលោកម្ចាស់ទី អូសូមជឿ សូមជើញលោកមេតបជើញ ខ្ញុំមកដល់មិនបានឲ្យដំណឹងជាមុនសូមលោកម្ចាស់អធិស្ឋានឲ្យផង លោកម្ចាស់ទីក៏មានប្រសាសន៍ចឹងដែរសូមជឿពិសាតែលោកមេតបសូមជឿពិសាទឹកតែ មើលទៅខ្ញុំមិនគួរមកពេលនេះទេពីព្រោះលោកម្ចាស់សាដូចជាកំពុងតែរវល់ខ្លាំងណាស់មែនទេអត់ អត់ទេលោកម្ចាស់មិនបាច់គួរសមទេណាតែខ្ញុំកំពុងតែរៀបចំធ្វើដំណើរ អូលោកម្ចាស់សាគឺចង់ទៅឆ្ងាយ អត់ទេការពិតគឺចេញណាចិត្តដល់ថ្ងៃបុណ្យទានបរិជាបានរៀបចំប្រទានសម្ភារៈប្រើប្រាស់និងមានប្រាក់300គ្រឿងសម្រាប់ព្រះវិហារនៅក្នុងយប់នេះឧបករណ៍សម្ភារៈសម្រាប់ផលិតនោះគឺដឹកជញ្ជូនពីផ្ទះខ្ញុំទៅកាន់សំណាក់ការងារឆ្នៃមាសចាប់ពីថ្ងៃតទៅខ្ញុំមិនអាចចេញពីសំណាក់ការងារមួយជំហានឡើយរហូតដល់កិច្ចការនេះចប់ហើយដូច្នេះទើបខ្ញុំរវល់បន្តិច កាលពីលោកមុនលោកម្ចាស់សាបាននិយាយថាក្នុងការច្នៃប្រឌិតសម្ភារៈមានប្រាក់មានចំនួនប្រមាណ មាសសុទ្ធ14ដំណឹងប្រាក់សុទ្ធ1លានដំណឹង អូពិតជាច្រើនមែន ពិតមែនហើយម្ចាស់ស្ត្រីជឿលើធម៌ព្រះពិតជាគួរឲ្យគោរពខ្ញុំកំពុងតែគិតថ្ងៃបុណ្យទានជិតមកដល់លោកម្ចាស់ជាមិនផុតពីនាំគ្នាទៅថ្វាយបង្គំនៅព្រះវិហារទេ អូនេះជាការពិតហើយណែដល់ពេលនោះណាខ្ញុំក៏ចង់ស្គាល់វត្ថុប្រើប្រាស់ដ៏អស្ចារ្យរបស់លោកម្ចាស់សាដែរ លោកម្ចាស់ទីសរសើរខ្ញុំពេញហើយលោកម្ចាស់ទីមកថ្ងៃនេះមានកិច្ចការអីដែរ អូការពិតគ្មានអីទេជំរាបថងទៅចុះថ្ងៃនេះខ្ញុំមកលេងនេះក៏ព្រោះតែរឿងរបស់ធាលឹកដែរ ធាលឹកអីលោកម្ចាស់តាមរកគេឃើញនៅទីប៉ុន្តែឡកយ៉ាងមានរឿងមួយទៀតប្រហែលជាតាក់ទងនឹងធាលឹកទៀតផង ជារឿងស្អីទេ កាលពីខែមុនមានជាងមួយចំនួនជាង20នាក់ត្រូវគេជួលទៅធ្វើការនៅក្រៅស្រុកហើយនិយាយគ្នាថា3ថ្ងៃមកវិញតែរហូតដល់ថ្ងៃនេះជាង2ខែទៅហើយតែមិនឃើញត្រឡប់មកវិញសោះតាមគ្រួសាររងគ្រោះនោះនិយាយថាអ្នកដែលជួលជាងនេះទៅនោះគឺភ្នែកជ្រៅឆ្អឹងធំដែលលើកចេញមករូបរាងដូចជាមិនមែនភូមិភាគកណ្ដាលកម្ពស់មិនលើសពី5ហត្ថដៃខាងឆ្វេងនោះពិការតាមខ្ញុំស្មានក្រៅពីធីលប្រហែលជាគ្មាននរណាម្នាក់ដែលមានមុខមាត់រូបរាងពិការដូចជាគេអញ្ចឹងរាល់ភិនភាគនោះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាគឺធីលហើយតាក់ទងនឹងសម្ភារៈមាសប្រាក់ទៀតផង ពិតមែនទេធាលឹកពិតជាមានរាងទាបដៃឆ្វេងរបស់គេពិការរូបរាងរបស់គេដូចជាជនជាតិដទៃ នេះគឺជាការពិតមែនហេតុនេះហើយយើងមានការសង្ស័យអ្នកដែលជួជាងមាននោះគឺធាលឹក ខ្ញុំនឹកស្មានថាធាលឹកគេប្រព្រឹត្តអំពើអាក្រក់យ៉ាងនេះសោះគេពិតជាមានទោសធ្ងន់ណាស់ អូឥឡូវនេះមិនទាន់ដឹងច្បាស់នៅឡើយនេះគ្រាន់តែជាការស្មានលោកចាស់សាសូមលោកយករឿងរបស់ធាលឹកប្រាប់ខ្ញុំឲ្យបានច្បាស់បន្តិចបានទេ អូនណែ លោកម្ចាស់សាសូមរំខានបន្តិចតែកន្លែងបាត់ជើងនៅណាដែរទេ អូបាទលោកមេតបសូមជឿមកតាមខ្ញុំឲ្យគេជួយលោកមេតបទៅទីនោះ លោកម្ចាស់ខ្ញុំសុំទោស មិនអីទេអំបនមិញនេះយើងបាននិយាយដល់ណាហើយនឹង និយាយអំពីធាលឹកណាសូមជិញគេ សូមជឿ ជំរាបឲ្យត្រង់ចុះម្នាក់នេះខ្ញុំមិនស្គាល់ច្បាស់ខ្ញុំដឹងប៉ុណ្ណឹងខ្ញុំនិយាយប៉ុណ្ណឹងចុះ អូរឿងនេះខ្ញុំអរគុណលោកចាស់សាហើយ ការពិតធាលឹកក៏ជាមានដល់ប្រកាសនៅសំណាក់
ការងារឆ្នៃមាសតាំងពីរំលាយមាសដាប់មាសនិងឆ្លាក់មាសជំនាញពិតជាអស្ចារ្យជាងគេតែកាលពីប្រហែលឆ្នាំមុនគឺព្រោះតែនៅក្នុងពេលរំលាយមាសហើយតែមានការប្រហែលបន្តិចធ្វើឲ្យទឹកមាសហៀចេញមកធាលឹកក៏គេចមិនទាន់ដល់ពេលនោះទឹកមាសក៏ហៀធ្វើឲ្យរលាកដៃគេពីការតែម្ដង អូគឺអញ្ចឹងទៀត ក្រោយពីដៃគេពីការធាលឹកមានចរិតឆើតបន្តិចមិនមាត់មិនកោសំណាក់ការងារមានបំណងចង់បញ្ឈប់ការងារគេតែខ្ញុំឃើញគេក៏អាណិតក៏ទុកគេឲ្យធ្វើការនៅខាងក្រៅសំណាក់មើលខុសត្រូវការងារកំពេចកំពុកប្រចាំថ្ងៃ ការពិតគឺអញ្ចឹងទេសុំចេញលោកមេតននេះជាបង្គន់ខាងកើត បានអីទៅចុះ មកដៃទេខ្ញុំនឹងចាំលោកមេតន មិនបាច់ទេមានមនុស្សចាំនាំតែខ្ញុំទៅតទេទៅចុះ អញ្ចឹងក៏បានខ្ញុំសូមលាទៅមុនហើយ Nè, chào nè, thằng ca nè. Ê, lùm ơi, chào ông nốt đấy. Chào lời đấy. Dạ, tiền hộp bài. Đây, đứng cả số 4 lại. Được khá đồng chân này. Cái có hay này នៅតែតិចទៀតទេមុនថ្ងៃលេខប្រកាសទៅរួចរាល់ហើយមិញលោកម្ចាស់ក៏មកពីរត់រួចដែរលោកម្ចាស់សំឡុកទុកចិត្តចុះ ញ៉ាំបន្តិចនេះយប់នេះធ្វើការ មកđâyទេ Ayo, jalan. Dah. Dekat dengan apa? Macam yang ni dah. Mày bay lên. Đừng à, đi cho chú đâu. Ở khán đâu có chân đây. Việc cho chú lại. Ở cho giang lên. Này, cho tôi tao nè. Đừng đây. Đâu rồi? Đừng à, đưa lên. Chậm lên. Ở khán đâu chân đây đâu. Đưa lên. Đưa lên. Chuyện tao lên nhau ơi. Đừng là bong ai chậm lại mau. Này, ở cho chú giang bên tiếp. Tay mau đó. Thầy lớp tam bất cứ chừng lúc không để chụp có sập chỉ lù lúc mà chặt tim mệt đang đại tiền có sập chỉ lù này cứ chưa có sập đã chui chết mà có sập kiếm được nó được có chủ lệ hãy có chừng mà nó đại đang rụt này các bị năm thì buồn sao mai các chương trình lúc mà top ưu tiên vàng có bán lọc bọt có sập chỉ lù nơi một khẩn các bị chỗนี้บรรดาthôiไอ้พวกเกสับนั่นระบุจันนะการมอกก็สปอร์ตจิลูกับบ้านดอกถอยเตจลงพนมอันตรีใจดันไปหนูบ้านช่วงมันถอยจอนกบัวอาศินาตูผู้จินไปหนูที่เลิกกับบ้านดอกต้องไปเสียสอดจอดช่วยจะไม่ได้บุกกี่ อาสินาตูปูเจียน ปัดมาไหนย้ำลึกทักกี่ชี้จนชี้ทุเลิกได้ អូខ្ញុំនឹកឃើញហើយគ្រួសារអាសនាមនៅសម័យរាជការសួយបានចោះចូលជាមួយនឹងរាជការសួយទៅហើយក្រោយមកព្រោះតែមានស្នាដៃក្នុងការវាយលុកបង្ក្រាបធូលឹកហេតុនេះហើយបានជាលោកទីតែងតាំងជាមេតបធំក្នុងពេលនេះអាសេនាទូភូចិនគឺជាមេតបដ៏ធំក៏អំពាវនាវឲ្យកូនសម្ព័ន្ធជីលូនោះមកសារភាព លោកម្ចាស់ទីចងចាំមកល្អណាស់ពិតមែនហើយ អាសេនាទូភូចិនមានធីលឹកដែរ ពិតមែនហើយ ពេលនោះធីលឹកមានបងប្អូនញាតិសន្តាននៅឡកយ៉ាងទេ ខ្ញុំឮថាបងប្អូនញាតិសន្តានស្លាប់នៅក្នុងពេលដែលច្បាំងគ្នាអត់ទៅហើយ អូកន្លងមកតើធីលឹកមានទំនាក់ទំនងនឹងអ្នកណាខ្លះទៅ គេក៏ប្រជិតទៅណាស់តែខ្ញុំដឹងថាគេមានមិត្តភក្តិមួយចំនួនសុទ្ធតែជាជនជាតិទូលឹកតែរឿងលំអត់ទៀតនោះខ្ញុំក៏មិនដឹងដែរអត់ដឹងទេ ធីលឹកក្រៅពីធ្វើការនៅខាងក្រៅសំណាក់ខាងងារនេះជាកន្លែងស្នាក់នៅរបស់គេតើមានកន្លែងផ្សេងស្នាក់នៅទៀតទេ បើតាមខ្ញុំដឹងគ្មានទេ